មិត្តភាពនិងភក្តីភាពមានតម្លៃជាងលុយកាក់យើងមិនគប្បីបោះបង់មិត្តភក្តិរបស់យើងចោលដើម្បីតែប្រាក់ឡើយនិទានអប់រំកុមារការសង្គ្រោះគ្នារឿងគោចាស់និងម្ចាស់ក្រីក្រកាលពីព្រេងនេះមានតាយាយពីរនាក់រស់នៅក្នុងផ្ទះតូចចាស់ទ្រុឌទ្រោមមួយពួកគាត់ក្រីក្រណាស់រហូតដល់ថ្ងៃមួយគ្មានអ្វីហូបទាល់តែសោះយាយសំបាននិយាយទៅកាន់តាសឿនថាតាអើយយើងគ្មានអ្វីហូបទេខ្ញុំគិតថាយើងគួរតែយកគោចាស់របស់យើងទៅលក់ហើយតាសឿនឮដូច្នេះក៏ស្រណោះគោណាស់ព្រោះគោនេះជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់គាត់មិនចង់លក់វាទេតែគាត់គ្មានជំរឿនអ្វីក្រៅពីធ្វើតាមសម្ដីរបស់យាយសំឡើយស្អែកឡើងតាសឿនក៏ដឹកគោដើរសម្ដៅទៅផ្សារដើម្បីលក់លុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវត្រង់ព្រៃស្ងាត់មួយស្រាប់តែមានចៅមួយក្រុមបានចេញមកស្ទាក់ផ្លូវតាសឿនពួកចៅបាននិយាយថាហេលោកតាចូលប្រគល់គោនិងទ្រព្យសម្បត្តិរបស់តាឯងមកឲ្យអញភ្លាមតាសឿនមិនព្រមតាមសម្ដីពួកចៅឡើយពួកចៅក៏ខឹងយ៉ាងខ្លាំងរួចក៏ស្ទុះទៅវាយតាសត្វគោឃើញម្ចាស់ត្រូវគេធ្វើបាបបែបនេះក៏ខឹងខ្លាំងណាស់វាបានដេញចូលពួកចៅរត់ពេញព្រៃតាសឿនឃើញគោជួយសង្គ្រោះជីវិតខ្លួនឯងហើយស្មោះត្រង់បែបនេះគាត់ក៏យំស្រក់ទឹកភ្នែករួចនិយាយថាអូសុំទោសផងសម្លាញ់ឯងនៅជាមួយយើងតាំងពីតូចយើងមិនគួរណាមានគំនិតចោលម្សៀតចង់លក់មាត់ខ្លួនឯងចោលបែបនេះទេតាសឿននិយាយរួចក៏ដឹកគោទៅផ្ទះវិញដល់ផ្ទះគាត់ក៏និយាយរឿងរ៉ាវទាំងអស់ប្រាប់យាយសំក៏ស្រក់ទឹកភ្នែករួចអង្អែលក្បាលគោហើយសំទោសចាប់ពីពេលនោះមកតាសឿននិងយាយសំមិនមានគំនិតលក់គោសម្លាញ់នោះទេពួកគាត់បានយកលាមកគោមកធ្វើជីដាំដំណាំរួចលក់យកលុយចិញ្ចឹមជីវិតគតិអប់រំមិត្តភាពនិងភក្តីភាពមានតម្លៃជាងលុយកាក់យើងមិនក៏បីបោះបង់មិត្តភក្តិរបស់